ប៉ុន្តែបកគៀងដូចជាឃើញទូចយើងដាក់0.2 អញ្ចឹងចន្លោះនេះប្រហែលជាអាចនឹង16ឬក៏12វារៀងគៀកគ្នាណាយក12អញ្ចឹងយើងបានហើយគឺបន្ថយបន្តិចយក90ហើយបន្តមកទៀតយើងចាប់ផ្ដើមធ្វើមេនុយនេះខាងក្រោមនេះមួយទៀតអញ្ចឹងមេនុយនេះខ្ញុំគិតថាយើងធ្វើដូចតែមុនដែរទេប៉ុន្តែគ្រាន់វាអានេះវាផ្ដេកវិញអញ្ចឹងខ្ញុំរក icon keep ហើយចាប់ផ្ដើមគូស frame មួយមកដាក់ពណ៌វាពណ៌ខ្មៅហើយកម្ពស់របស់វាខ្ញុំយក48អានេះប្រហែលគេចង់ auto layout ព្រោះវាមានវែងខ្លីទៅតាម content ហ្នឹងប៉ុន្តែបើយើងអត់យើងអត់ដឹងយើងគូសស្មើអញ្ចឹងខ្ញុំយកវា96ហើយយើងទាញ icon នឹងចូលមកហើយយើងដាក់តិចក្នុង copy អក្សរនេះដាក់ចូលដាក់ថាកាដូហើយខ្ញុំចាប់ដើមចង auto layout វាមួយខ្ញុំឡើងឲ្យវាមកដាលអញ្ចឹងខ្ញុំដាក់ corner 16ទៀតបានមួយចាប់ផ្ដើមមានអារម្មណ៍ថា space យើងនៅលើវាសាយច្រើនចឹងចាប់ផ្ដើមសេរី space យើងបន្តិចនេះយក32អញ្ចឹងដើម្បីចង់ដឹងមើល space ឃើញបងប្អូនទាំងអស់គ្នា click លើ element ហើយចុច out វានឹង load មកបង្ហាញគម្លាតពី element មួយទៅ element មួយចុច out មកវានឹងបង្ហាញចឹងកល space ឲ្យវាយើងមើលមកការទៅវាស្មើគ្នាប៉ុន្តែវាលក្ខណៈថាវាអស់ space ដាក់item បន្ថែមទៅអញ្ចឹងយើងសេរី space នេះឲ្យហើយមកអញ្ចឹងដាក់22នេះដាក់16នេះខ្ញុំដាក់20អ
16ចឹងវាសល់ space ច្រើនវិញនេះយើងដាក់12ពេលយើងសេរី space ហើយវាសល់ space ហើយយើង design បន្ថែមទៀតមកចឹងចាប់ដើម design បន្តទៀតទៅលើ mini app ដូចជាអត់មាន icon mini app ទេអ្នកមកថា mini app នឹងមួយទៀតសេវាស្ថាប័នរដ្ឋាភិបាលទៅស៊ីត្រូវសេវា អញ្ចឹងដោយសារយើងបានចងអូតូ layout វានៅកន្លែងនេះអញ្ចឹងវាកន្លែងនេះវានឹងអត់ប្រិចទៅតាម content របស់យើងអញ្ចឹងចាក់ចងអូតូ layout យើងអាច click កន្លែងនេះក៏បានឬក៏ shift អក្សរ A ក៏បានអញ្ចឹងយើង click កន្លែងនេះដោយសារកន្លែងនេះយើងមានតែខាងលើយើងអត់មានmargin ស្វ័យឆ្នាំយើងដាក់វា14ដែរចឹងមានអានេះដែរធ្វើតូលអា14តែយើងមើលកម្រិតពីតិចនឹងនៃរបស់គេដូចជាពីតិចមក icon មកគេយើងឃ្លាតឆ្ងាយពីគ្នាវា12អានេះ12ដែរដើម្បីឲ្យវាធាក់ចេញឬ12ចងតូលេអោវាវាបានដូចគេប៉ុន្តែអញ្ចឹងយើងចាប់ដើមគូបន្តនេះមួយទៀតអានេះបើជាក់ស្ដែងនៅក្នុង AVA នៅពេលដែលយើងคลิกវានឹងshow មក screen ទៀតវានឹងបង្ហាញ
មាន icon ទាំងអស់ហ្នឹងអញ្ចឹងវារៀងយូរអញ្ចឹងខ្ញុំ design តែ home screen សិនទៅទាំងអស់គ្នាចង់ឲ្យធ្វើបន្តទៀតអាច comment នៅខាងក្រោមបានខ្ញុំនឹងធ្វើវាអញ្ចឹងយើងដាក់គិតថាយកគូវាហ្នឹងហើយខ្ញុំដាក់មករងឲ្យវាកោងយកគម្លាតរបស់វាដូចជា12ក៏ពី18ចឹងយើងបានមក section ណាអូខេ section ទី1យើងជោគជ័យចឹងយើងចាប់ផ្ដើម design បន្តមកទៀតចឹងខ្ញុំ off screen ហើយវែងស្មើគ្នាកន្លែងនេះដំណឹងនិង promotion យើងទៅសេវដំណឹងចឹង font វាយ៉ាងធំដាក់20ហើយវាធំអញ្ចឹងបើនេះអ្នកទាំងអស់គ្នាអាចមើលកន្លែងនេះបានកន្លែងនេះហើយនឹងអក្សរវាអត់ស្មើគ្នាដោយសារមិនបានវាអត់ស្មើគ្នាដោយសារអានេះកាតហើយនៅក្នុងកាតទៀតអញ្ចឹងអានេះវាមានតែមួយកាតហើយអានេះវាមានតែ2កាតមានកន្លែងនេះមួយនេះមួយហើយបានវាចូលមកដល់ section element ហើយកន្លែងនេះវាមានតែ1 2អញ្ចឹងវានឹងដក clear អញ្ចឹងខ្ញុំអញ្ចឹងពីនេះមកវា26អញ្ចឹងខ្ញុំគិតថាពីអាតិចនេះមកនេះវាខ្ញុំគិតថា16ដាក់វា16ហើយថ្មីចាប់តាមគូកាត design កាតពីយើងធ្វើដូច profile យើងមុនហ្នឹងខ្ញុំយក frame ហើយខ្ញុំដាក់យករូប PNG ឲ្យវាមួយសិនចាំយើងទៅរករូបតាមក្រោយអញ្ចឹងខ្ញុំយកគូវាស្មើនឹងអក្សរនេះយកគិតថា408ហើយកម្ពស់ខ្ញុំយក160ដាក់តទៅមួយនឹង radius វាយ៉ាងធំដែរអញ្ចឹងដាក់ឲ្យវា24ណាអញ្ចឹងពីកម្រិតនេះមកកម្រិតនេះខ្ញុំយក20ខ្ញុំទៅរករូបយកមកដាក់នៅក្នុងកាតរបស់យើង
Được nó nhưng add auto layout ở bên trên mạch add tục trong sân